ថាដីនឹងខ្ពស់អញ្ចឹងត្រូវការឲ្យប៉ែធ្លាក់ចុះដើម្បីគៀដីគឺគាត់បញ្ជូនព័ត៌មានគាត់ទទួលបានព័ត៌មានគាត់បញ្ជាមកដុំចែកប្រេងដែលយើងហៅថាវ៉ាល់ហៃដ្រូលិកអញ្ចឹងចែកប្រេងនេះដើម្បីចែកថាដីទូខ្ពស់ហើយអញ្ចឹងត្រូវសម្រុតប៉ែចុះស៊ីដីហ្នឹងនៅពេលដែលត្រាក់ទ័រទៅដល់កន្លែងទៀបកម្មអ្នកថ្មីបង្ហាញមក receiver ទទួលបានថាដីហ្នឹងដល់កន្លែងទៀបហើយអញ្ចឹងបើកប្រេងដើម្បីចាក់ដីចុះក្រោមបាទបច្ចេកទេសនេះគឺធ្វើឡើងដដែលហើយអូតូម៉ាទិកបានន័យថាយើងគ្រាន់បញ្ជាត្រាក់ទ័រទៅរកទីទួលខ្ពស់នៅពេលដីជិតពេញប៉ែលយើងបើកម្រោដីកន្លែងទៀបដើម្បីចាក់ដីនឹងចុះបាទបើសិនជាមានវិជាកសិករនៅក្នុងខេត្តត្បូងឃ្មុំឬក៏ខេត្តផ្សេងត្រូវការសេវាកម្មនេះខ្ញុំអាចផ្គត់ផ្គង់ជូនបានហើយគិតតម្លៃពិសេសជូនហើយក្រោយពេលគៀកម្រិតនៃលំអៀងតាមបច្ចេកទេសគឺអត់លើសពី5សង់ទីម៉ែត្រអញ្ចឹងសូមជំរាបសួរបងប្រុសបាទសូមជំរាបសួរបាទអញ្ចឹងបងមានឈ្មោះអ្វីដែរបងបាទខ្ញុំបាទឈ្មោះគង់ថងងួនបាទបងអញ្ចឹងបច្ចុប្បន្នបងគឺជាម្ចាស់គ្រឿងចាក់គៀដីដោយឡាស្រានេះបងហើយបាទអញ្ចឹងបច្ចុប្បន្នតើបងមានត្រាក់ទ័រក៏ដូចជាឧបករណ៍គៀដីប្រហែលជាប្រហែលគ្រឿងដែរបងបាទរាល់ថ្ងៃនេះខ្ញុំមាន6គ្រឿងបាទគៀដី4គ្រឿងហើយនិង2គ្រឿងទៀតសម្រាប់ភ្ជួរបាទបងបាទហើយអញ្ចឹងសម្រាប់ការគៀដីដោយប្រព័ន្ធឡាស្រានេះតើយើងត្រូវគៀយ៉ាងម៉េចដើម្បីឲ្យវាបានស្មើល្អបងអាចរៀបរាប់អំពីបច្ចេកទេសត្រួសអញ្ចឹងបងបាទជាដំបូងនេះខ្ញុំសូមជម្រាបជូនអំពីបច្ចេកទេសត្រួសមុនដំបូងមុននឹងធ្វើការគៀពង្រាបដីតាមបច្ចេកទេសយើងត្រូវវាស់វែងរកភាពលំអៀងនៃដីនៅពេលដែលយើងរកកម្រិតមធ្យមលំអៀងមធ្យមឃើញហើយយើងភ្ជួរបន្ទាប់ពីយើងភ្ជួរបើសិនជាករណីដីនឹងក្រើមបានន័យថាដីនឹងធំអត់បែកយើងត្រូវវាយរ៉ូតាវ៉ាទ័រម្ដងសិនបន្ទាប់មកទៀតបានយើងធ្វើការគៀតែម្ដងដោយយើងបំពាក់នៅឧបករណ៍ laser យើងហើយយើងគៀអូតូម៉ាទិកតែម្ដងហើយក្រោយពេលគៀកម្រិតនៃលំអៀងតាមបច្ចេកទេសគឺអត់លើសពី5សង់ទីម៉ែត្រកម្រិតលំអៀងពេលដែលយើងគៀរួចបងគៀរួចបាទតែជាទូទៅយើងវាស់ឃើញតែ2ទៅ3សង់ទីម៉ែត្រប៉ុណ្ណោះតែបច្ចេកទេសឲ្យថាកុំឲ្យលើសពី5សង់ទីម៉ែត្របាទបងអញ្ចឹងខ្ញុំសូមជំរាបសួរបងបន្តទៀតអញ្ចឹងចំពោះការគៀដីស្រែអាហ្នឹងយើងគៀដីស្រែទំហំចាប់ពីប៉ុណ្ណាដែលវាងាយស្រួលបាទការគៀដីស្រែបើយល់ល្អដីស្រែទំហំចាប់ពីធំជាង20ម៉ែត្រឡើងទៅបានយើងគៀបានស្រួលក្រោម20ម៉ែត្រយើងបត់ត្រាក់ទ័រអត់រួចបាទបងអញ្ចឹងដូចថាតតឹងវា20ម៉ែត្របាទតតឹង20ម៉ែត្រហើយបដោយអាហ្នឹងទៅតាមហ្នឹងទៅបដោយតាមហ្នឹងបានប៉ុន្តែបើសិនណាជាធំអាហ្នឹងតែល្អបាទធំងាយស្រួលបាទអញ្ចឹងតកតងនឹងការគៀនេះគឺខាងណាដែលគាត់ឲ្យបងមកគៀដែរបងបាទគម្រោងនេះគឺខ្ញុំទទួលបានពីគម្រោងរបស់រដ្ឋាភិបាលអញ្ចឹងបងទទួលបានពីគម្រោងរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្មបាទតាមរយៈក្រសួងកសិកម្មបាទហើយអញ្ចឹងសម្រាប់ការគៀដីនៅខេត្តត្បូងឃ្មុំតើបងទទួលគៀប្រហែលជាប្រមាណហិកតាដែរបងបាទតាមផែនការនេះគឺខ្ញុំគៀចំនួន58ហិកតាសម្រាប់បងវិញបាទដោយថាបើសិនណាជាមានបងប្អូនប្រជាកសិករឬជាសហគមន៍នៅក្នុងខេត្តត្បូងឃ្មុំគាត់ចាប់អារម្មណ៍ទាក់ទងនឹងការគៀពង្រាបដីហ្នឹងតើបងទទួលធ្វើការគៀពង្រាបដីជូនគាត់ដែលបានដែរអត់បាទបើសិនជាមានវិជាកសិករនៅក្នុងខេត្តត្បូងឃ្មុំឬក៏ខេត្តផ្សេងត្រូវការសេវាកម្មនេះខ្ញុំអាចផ្គត់ផ្គង់ជូនបានហើយគិតតម្លៃពិសេសជូនបាទបងបាទហើយចឹងសម្រាប់ការចុះទៅគៀអញ្ចឹងដូចថាសម្រាប់ខេត្តផ្សេងឬមួយសម្រាប់ខេត្តត្បូងឃ្មុំឬសហគមន៍នៅខេត្តត្បូងឃ្មុំណាតើតម្រូវចាប់ដូចថាដីយើងត្រូវការដីប្រហែលជាប្រមាណហិកតាទើបយើងអាចទម្លាក់គ្រឿងចាក់ទៅធ្វើឲ្យបានបើសិនជានៅចិត្តកន្លែងខ្ញុំធ្វើការនេះដីតែ1ហិកតាក៏ខ្ញុំធ្វើជូនដែរប៉ុន្តែបើសិនជាអត់មានទេទៅឆ្ងាយអធិស្ឋានសុំប្រហែលជា5ហិកតាឡើងសុំប្រហែលជា5ហិកតាបាទទើបបងដាក់គ្រឿងចាក់ជូនបាទដើម្បីរួចសហួយធ្វើដំណើរបាទឧទាហរណ៍ថាក្នុងខេត្តត្បូងឃ្មុំ
ចឹងចាប់ពី5ហិកតាគឺបងអាចធ្វើការដាក់គ្រឿងចាក់ហ្នឹងទៅគៀឲ្យបានបាទអញ្ចឹងសម្រាប់ការគៀវិញខ្ញុំសូមជំរាបសួរបងបន្តទៀតតើយើងគៀបានតែដីស្ងួតឬមួយក៏ដីទឹកយើងអាចគៀបានដែរបាទការគៀដោយពណ៌ឡាស៊ែនេះយើងធ្វើបានពីព្រោះតែដីស្រួយដីស្ងួតនេះធ្វើបានតែដីស្រួយទេបាទតែដីស្រួយទេអញ្ចឹងចំពោះដីទឹកយើងធ្វើបានទេបានទេបាទអញ្ចឹងចំពោះការគៀហ្នឹងអញ្ចឹងយើងអាចធ្វើបានត្រឹមតែចន្លោះពីខែដែលប្រមូលផលរួចរហូតដល់ដើមរដូវវស្សាខែ4ខែ5ហ្នឹងបាទយើងធ្វើបានតែខែហ្នឹងទេបាទដាច់តាមបាទវីដេអូនេះគឺសូមឲ្យបងជួយបង្ហាញអំពីឧបករណ៍ខ្លះដើម្បីយើងអាចធ្វើការគៀពង្រៀបដីស្រែបានដោយប្រព័ន្ធឡាស៊ែបងបាទការគៀពង្រៀបដីស្រែដោយប្រព័ន្ធឡាស៊ែនេះគឺយើងប្រើជាមួយត្រាក់ទ័របាទត្រាក់ទ័រមានច្រើនប្រភេទទី2យើងត្រូវការប៉ែលគៀតាមទំហំប៉ែលដែលយើងអាចធ្វើតម្រូវជាមួយនឹងកម្លាំងម៉ាស៊ីនរបស់ត្រាក់ទ័រយើងហើយនឹងយើងបំពាក់ជាមួយប្រព័ន្ធឡាស៊ែទី1នេះគឺយើងហៅថាឡាស៊ែតែនៅក្នុងបច្ចេកទេសហៅ transmitter បាទហើយនេះគឺយើងបាញ់កាំរស្មីចោលពេញនៅវាលស្រែនេះម្ដងអាចបានចម្ងាយ500ម៉ែត្រសងខាងឡាស៊ែហើយបន្ទាប់មកគឺយើងទទួលបានមានដុំមួយគឺហៅថាដុំទទួល receiver នឹងទទួលកាំរស្មីពី transmitter មកហើយបានបញ្ជូនព័ត៌មានទៅលើដុំនៅលើ tractor មួយទៀតបាទដុំលើ tractor ខាងណាបងពណ៌លឿងនេះបាទនៅលើដុំមួយនេះដែលភាសាបច្ចេកទេសហៅថា control box នៅពេល control box ទទួលបានពី receiver មកដឹងថាដីនឹងខ្ពស់អញ្ចឹងត្រូវការឲ្យប៉ែលធ្លាក់ចុះដើម្បីគៀដីគឺគាត់បញ្ជូនព័ត៌មានគាត់ទទួលបានព័ត៌មានគាត់បញ្ជាមកដុំចែកប្រេងដែលយើងហៅថា valve hydraulic អញ្ចឹងចែកប្រេងនេះដើម្បីចែកថាដីទូខ្ពស់ហើយអញ្ចឹងត្រូវសម្រុតប៉ែលចុះស៊ីដីហ្នឹងនៅពេលដែល tractor ទៅដល់កន្លែងទៀបកាំរស្មីបង្ហាញមក receiver ទទួលបានថាដីហ្នឹងដល់កន្លែងទៀបហើយអញ្ចឹងបើកប្រេងដើម្បីចាក់ដីចុះក្រោមបាទបច្ចេកទេសនេះគឺធ្វើឡើងដដែលហើយអូតូម៉ាទិកបានន័យថាយើងគ្រាន់បញ្ជា tractor ទៅរកទីទួលខ្ពស់នៅពេលដីចិត្តពេញប៉ែលយើងបើកមករកដីកន្លែងទៀបដើម្បីចាក់ដីនឹងចុះបាទអញ្ចឹងសូមអរគុណច្រើនបងអញ្ចឹងតកតងនឹងកន្លែងនេះខ្ញុំមានសំណួរជំរាបសួរបងអញ្ចឹងដូចថាប៉ែលនេះដល់កន្លែងខ្ពស់អញ្ចឹងគឺសកត់ចុះវាសកត់ចុះបាទសកត់ដល់ពេលកន្លែងទៀបគឺវាខ្ជាក់ដីចុះហើបឡើងដើម្បីទម្លាក់ដីចុះអញ្ចឹងវាមានប្រព័ន្ធបញ្ជារបស់វាមិនមែនខាងតកង tractor គឺគាត់អ្នកបញ្ជាប៉ែលលើកចុះលើកឡើងទេអត់ទេគឺប្រព័ន្ធ system ហ្នឹងគឺអ្នកបញ្ជាឲ្យតែម្ដងអញ្ចឹងចំពោះអ្នកបើក tractor គឺគាត់ដឹងតែបើក tractorគាត់ដឹងបើកហើយនឹងគាត់អាចបញ្ជាបាននៅពេលណាមួយតកងមានតួនាទីទី1គាត់រៀបចំម៉ាស៊ីនដំឡើងម៉ាស៊ីនពេលព្រឹកហើយនឹងបញ្ឆេះ tractor មើលប្រព័ន្ធត្រឹមត្រូវអស់ហើយគឺគាត់បើកបញ្ជាទៅរកដីទួលរួចហើយបើកសំដៅមកដីទំនាបដើម្បីចាក់ដីហ្នឹងធ្វើអញ្ចឹងដដែលទាល់តែដីហ្នឹងស្មើតែម្ដងបាត់បងហើយចឹងសម្រាប់ឧបករណ៍នេះគឺយើងអាចបំពាក់ tractor ចាប់ពីប្រមាណសេះឡើងមកដែលអាចអូសរួចបាទយើងអាចបំពាក់ទៅលើ tractor កម្លាំង60សេះឡើង60សេះបាទហើយនេះទំហំមុខកាត់វាប្រហែលដែរបងមុខកាត់របស់ខ្ញុំនេះ2.8 ម៉ែត្របានន័យថា2ម៉ែត្រ8តឹកបាទបងហើយចឹងជាទូទៅសម្រាប់ការគៀដីក្នុង1ហិកតាតើយើងប្រើពេលប្រហែលជាប្រហែលម៉ោងដែរបងបាទដីក្នុង1ហិកតាជាមធ្យមចន្លោះ8ម៉ោងទៅ10ម៉ោងបាទបងហើយចឹងសម្រាប់ tractor មួយតើយើងអាចគៀហើយក្នុង1ហិកតាបងបាទដោយផ្អែកទៅលើសន្តានដីបើសិនជាសន្តានដីនឹងខ្ពស់ទាបប្រហែលជា2ទៅ3តឹកយើងអាចគៀបាន1ហិកតាក្នុងមួយថ្ងៃបាទដោយសារយើងធ្វើការ8ម៉ោងឬក៏អាចថែមម៉ោងរហូតដល់10ម៉ោងដើម្បីរួចក្នុងមួយថ្ងៃបាទបងបាទអាហ្នឹងដីដែលយើងវាយហើយម៉ត់ហើយយើងភ្ជួរបាទភ្ជួរហើយនឹងនៅដុំធំយើងនឹងវាយរ៉ូតាវ៉ាទ័រឲ្យបាយទៀតបាទបងបាទអញ្ចឹងសូមអរគុណច្រើនបងដែលបានបង្ហាញអំពី
មុខងារសម្រាប់គៀប្រៀបដីដោយប្រព័ន្ធឡាស៊ែរនេះហើយចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍ចង់គៀដីដោយប្រព័ន្ធឡាស៊ែរនេះគឺបងប្រុសគាត់មានសេវាកម្មទទួលហើយចំពោះសេវាកម្មរបស់គាត់គឺគាត់គិតតម្លៃមួយដែលសមរម្យហើយពុកម៉ែបងប្អូនអាចទំនាក់ទំនងលេខទូរស័ព្ទគាត់បានហើយចំពោះការគៀវិញគឺគាត់ថាចាប់ពី5ហិកតាឡើងគឺគាត់នឹងធ្វើការចុះមកគៀឲ្យអញ្ចឹងសម្រាប់សហគមន៍នៅក្នុងខេត្តត្បូងឃ្មុំដែលមានបំណងចង់គៀប្រៀបដីស្រែដោយប្រព័ន្ធឡាស៊ែរគឺអាចទំនាក់ទំនងលេខទូរស័ព្ទរបស់បងប្រុសដែលខ្ញុំដាក់នៅក្នុងវីដេអូនេះបាទអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំសូមបង្ហាញពុកម៉ែបងប្អូនត្រឹមតែប៉ុណ្ណេះបាទអញ្ចឹងសូមអរគុណសូមជម្រាបលាបាទសូមអរគុណ